បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់បាទមកដល់ហើយភាសាមន្ទីរឆ្មានេះឃើញហើយមើលទស្សនវិជ្ជាភាសាមន្ទីរឆ្មានេះគឺស្រស់ស្អាតមែនតែនតែអ្វីដែលគួរសោកស្ដាយគឺភាសាមន្ទីរឆ្មានេះគឺរលំបាទគឺរលំស្ទើរតែនិយាយទៅស្ទើរតែ80%ទៅហើយបាទ70%ទៅ80%ទៅហើយបាទរលំបាទនេះសំបីតែប្រាំងភាសាខាងមុខក៏រលំដែរបាទមិនថាខាងមុខទេប្រាំងភាសាខាងក្នុងក៏រលំដូចគ្នាបាទភាសាមន្ទីរឆ្មានេះបាទគឺកសាងឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ក្នុងរាជការព្រះបាទជ័យវរ្ម័នទី7បាទភាសាមន្ទីរឆ្មានេះផងដែរគឺស្ថិតនៅក្នុងឃុំមន្ទីរឆ្មាស្រុកថ្មពួកខេត្តមន្ទីរមានជ័យបាទភាសាមន្ទីរឆ្មានេះដោយសារតែឮតំណឹងខ្លះមកឬថាមានជនខិលខូចបាទមានជនខិលខូចដែលចង់បាននៅទ្រព្យសម្បត្តិរបស់ប្រាសាទបានកោះកកាយរលំឬថាមានអ្នកខ្លះក៏ជាប់នៅក្នុងនឹងផងដែរបាទដោយសារតែចង់បានទ្រព្យសម្បត្តិរបស់ប្រាសាទពេកបាទរលំថ្មរលំទៅស្កត់បាទទៅស្កត់ទៅនៅក្នុងក្រមថ្មហ្នឹងបាទនេះតាមលើដំណឹងមកថាបងដែលអាញាធរបាទអាញាធរអប្សរាដែលយាមនៅប្រាសាទមន្ទីរឆ្មានេះបានគាត់បានប្រាប់ថាមានជនដែលចង់បានទ្រព្យសម្បត្តិហ្នឹងមកកោះកាយហ្នឹងគឺរលំស្កត់ពីលើបាទទាំងបណ្ដាឲ្យស្លាប់បាត់បង់អាយុជីវិតផងដែរបាទប្រាសាទមន្ទីរឆ្មានេះគឺឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានបាទនិងជាពិសេសទៀតឧទ្ទិសដល់ព្រះរាជបុត្ររបស់ព្រះអង្គផងដែរគឺព្រះនាមស្រីត្រកុមារហើយនឹងមេទ័ពដ៏ស្មោះត្រង់របស់ព្រះអង្គ4នាក់ដែលបានពលីជីវិតនៅក្នុងសមរភូមិប្រយុទ្ធជាមួយកងទ័ពចម្ប៉ាផងដែរបាទនេះភាសានេះផងដែរគឺជាសញ្ញាមួយបាទជីវរភាពនៃជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់កម្ពុជាផងដែរនាសម័យនោះបាទនាសម័យរាជការរបស់ព្រះអង្គបាទតែអ្វីសោកស្ដាយនេះគឺស្រាប់ហើយគឺខ្ញុំបង្ហាញខ្ញុំមិនបានដឹងប្រវត្តិជ្រាលជ្រៅទេប៉ុន្តែខ្ញុំបានមើលឯកសារបន្តិចបន្តួចផងដែរបាទគឺមិនបានបោះក្បាយប្រហែលទេគឺខ្ញុំបានសុំបង្ហាញតែទ្រង់ទ្រាយប្រាសាទដែលរលំនេះពុកម៉ែឃើញស្រាប់ទាំងថ្មទាំងគោតែម្ដងបាទមើលបាទនេះសប្រាសាទដែលនៅដំបូងខាងលើនេះគឺរលំទាំងស្មើតែម្ដងបាទគឺរលំបាក់ស្រុតចុះមកហើយបាទនេះដឹងមានពេលណាមកជួសជុលប្រាសាទមន្ទីរឆ្មាទេបាទនឹងខែណាឆ្នាំណាទេក៏ខ្ញុំមិនទាន់បានដឹងដែរតែអ្វីដែលចាប់អារម្មណ៍នោះគឺការចម្លាក់ប្រាសាទកន្លែងនីមួយៗគឺស្អាតមែនតើបាទស្អាតណាស់ហើយក៏មានដើមឈើដុះនៅក្នុងលើថ្មនឹងផងដែរបាទដើមឈើគេថាដើមឈើអីទៅខ្ញុំមិនស្គាល់ទេដើមឈើហ្នឹងបាទព្រោះបាអាញាធោអប្សរានៅទីហ្នឹងគាត់จะស្គាល់ដើមឈើហ្នឹងហើយបាទគឺខ្ញុំថតមកមើលចម្លាក់មកនេះពុកម៉ែបងប្អូននេះចម្លាក់សត្វគ្រុឌបាទនេះសត្វគ្រុឌស្អាតមែនតើនេះអូស្អាតមែនតើណាស់មិនដឹងថាក៏ជួសជុលហើយបាទមិនដឹងថាជួសជុលហើយនឹងស្អាតយ៉ាងណាទេប្រាសាទមន្ទីរឆ្មានេះបាទសម្រាប់កម្ពូលខាងក្នុងនោះគឺមាននៅសល់ខ្លះដែរមិនរលំទាំងអស់ទេបាទកម្ពូលខាងក្នុងនេះបាទគឺមាននៅសល់ច្រើនដែរដើរមើលប្រាសាទមួយគឺស្រណោះស្រណោចមែនតើ
នេះពុកម៉ែបងប្អូនឃើញត្រង់នេះគឺនិយាយទៅរលំស្មើនឹងអាផ្លូវដើរខាងក្រោមហើយមើលថ្ងៃនេះក៏មានផ្លូវដើរដែរនេះខ្ញុំបង្ហាញឲ្យអ្នកមើលរលំស្មើតែម្ដងបាទអូមិនងាយទេនឹងការកសាងនេះគឺយកថ្មចេញសិនបាទយកថ្មចេញសិនហើយនឹងការជួសជុលសាងឡើងថ្មីបាទមិនងាយទេបាទកន្លែងមួយគឺការកសាងយូរមែនតែនបាទអូបាទមើលរលំខាងក្នុងគឺរលំទាំងស្ទើរតែទាំងអស់ហើយបាទមើលខ្ញុំថតមកវិលជុំវិញនេះបាទខ្ញុំថតវិលជុំវិញមកពុកម៉ែបងប្អូនមើលនេះគឺអាញាធរអប្សរានៅទីតាំងនេះគឺធ្វើស្ពាននេះគឺសម្រាប់ដើរបាទពុកម៉ែបងប្អូនដែលចង់មកទស្សនានៅប្រាសាទបន្ទាយឆ្មារនេះគឺដើរស្រួលនៅមើលទិដ្ឋភាពនៅប្រាសាទខាងក្នុងបាទគឺប្រាសាទនេះគឺខ្ញុំដើរនិយាយទៅដើរមិនបានពេញទាំងអស់ទេបាទដើរបានពេញទាំងអស់ទេសម្រាប់នៅខាងក្នុងក៏មានបាទនៅមានស្រះប្រមាណប្រាសាទមានស្រះប្រមាណប្រាសាទសុំ20តោះបាទគឺមានប្រមាណស្រះដែរនៅខាងក្នុងហ្នឹងដូចជា4ទៅ6ទេខ្ញុំក៏មិនបានដឹងអស់ដែរបាទនេះខាងក្នុងគឺមាននៅកម្ពូលខ្លះដែរបាទគឺមិនរលំទាំងអស់ទេបាទបាទចំណុចត្រង់នេះវិញនេះត្រង់នៅកែងដំបូងនេះអាចមើលទៅអាចដើរបានប៉ុន្តែអាញាធមមិនអាចឲ្យយើងដើរបានទេនេះមានប្រឡោះមួយមានប្រឡោះហ្នឹងបែរអាចជាដើរបាននេះមកជុំវិញហ្នឹងបាទកន្លែងហ្នឹងមិនទាន់បានរលំទេបាទមិនទាន់រលំទេតែសម្រាប់គំនូអប្សរានេះអប្សរានៅខាងនេះក៏មានដែរនេះបាទខ្ញុំសូមបង្ហាញតែប៉ុណ្្នឹងបាទសូមអរគុណច្រើនដែលពុកម៉ែបងប្អូនដែលបានទស្សនាពីដើមរហូតដល់ចប់បាទសូមអរគុណច្រើនសូមគោរពលា